ngày nay mà lùi trụ môn ngao sục trònរបស់លោកគ្រូគីមីថាគាត់ធ្វើមិនខ្លះឃើញរាល់ដងធ្វើសុកចង់រហូតអត់ដល់ជុំកូនសិស្សបន្លែសម្រាប់ដាក់ជាមួយស៊ុបមានដូចជាស្ពៃតឿផ្សិតមើយម្ជុលហើយនឹងតកូនហើយមានអីគេពោតយើងដាក់អីច្រើនជាងនឹងទៀតក៏បានដែរប៉ុន្តែស្នូសម្រាប់ញុកចូលនៅក្នុងសបកកញ្ចងអត់ដឹងថាមានអីគេខ្លះទេប៉ុន្តែបើតាមការស្មានទៅមានដូចជាអីគេមីសួរមានដូចជាសាច់ជ្រូកហើយមានសាច់ខ្យងដែលស្ងោរឆ្អិនរួចមិនដឹងស្ងោរឆ្អិនទេគេច្រាំវាចូលគ្នាទៅហើយដាក់ឲ្យម្សៅស៊ុបវាចេញស្ករទឹកត្រីអីខ្លះមករៀបរាប់ពីវិធីធ្វើស៊ុបខ្យងអីបងមិនដឹងថាដាក់អីគេខ្លះផងសំបីតែទឹកនៅក្នុងឆ្នាំងដបងស្មានថាជាទឹកម្រេចទុកជ្រលក់តាមពិតគឺទឹកអីមានដាក់ប្រេងខ្យងមានអីដាក់គ្រឿងច្បល់អីនៅក្នុងនឹងស្រាប់បន្ទាប់ពីរំលីងខ្ទឹមយ៉ាងឈ្ងុយទៅចុងភៅគាត់ក៏ចាក់ទឹកអីគេមិនមានប្រេងខ្យងមានម្រេចមានអីនៅក្នុងនឹងអីដែរគ្រឿងក្រៅដាក់ឲ្យសព្វអស់ហើយចូលទៅក្នុងឆ្នាំងតែមួយហើយគ្រឿងផ្សំក្រៅពីបន្លែនេះមានបង្គាមានប្រហិតត្រីពេលដាក់គ្រឿងរួចរាល់អញ្ចឹងគឺត្រូវការដាក់ទឹកព្រោះស៊ុបគឺត្រូវការទឹកច្រើនណាស់តែរៀងខ្វះទឹកបន្តិចហើយតើដាក់សុំគេហើយអ្វីដែលយើងត្រូវបង់ចូលបន្តទៀតនោះគឺដាក់ខ្យងព្រោះខ្យងត្រូវការចម្អិនវាដែរព្រោះសាច់សិតតែសាច់ឆៅតោះតែខ្យងនឹងឆ្អិនបានអាចដាក់បន្លែដាក់អីតាមក្រោយខ្យងគឺធំណាស់ញុកសាច់ឡើងពេញតែម្ដងហើយបន្ទាប់ពីបង់ខ្យងនេះគឺត្រូវបង់ពោតមុនបន្លែផ្សេងដោយសារតែពោតហ្នឹងក៏នៅឆៅដែរដាក់ឲ្យវាផុយមុនគេមុនឯងសិនចាំដាក់បន្លែបន្ទាប់ទៀតដាក់តាមដំណាក់កាលมันអាចបង់ម្ដងទាំងអស់ទេព្រោះខ្លះផុយមុនខ្លះឆ្អិនមុនខ្លះឆ្អិនក្រោយចឹងពិបាកតម្រាំតែត្រូវឆ្អិនក្រោយឆ្អិននោះគឺនាំឲ្យរលួយឆាប់ឆ្អិនអស់បងជ្រូកហិតមួយគ្រាប់ស្ដាយលាងជំរះហើយដាក់ចូលវិញមិនដឹងពីណាទេហូបចំប្រហិតតែជ្រូកប៉ុន្តែយើងលាងទឹកស្អាតទៅមិនអីទេស្ដាយសំចៃហើយស៊ុបរបស់យើងគឺបានរួចរាល់90%ហើយនៅខ្វះអីទៀតបងប្អូនជួយមើលនេះអត់ទាន់បានបងអីគេទៀតអូគឺនៅបង្គាយើងអត់ទាន់បានបងវាទេចឹងទេគឺមិនទាន់រួចរាល់ទេតែភ្លុកបដាហើយដើម្បីដឹងថាខ្វះអីឬក៏វាអីគេជ្រុលអីចឹងយើងបន្ថយវាបើថាប្រៃទេថែមទឹកហើយសាបថែមស្ករថែមប៊ីចេងអូយនៅបកាអីនេះនៅខ្វះតកូនមុខទៀតដែរអូយវ៉ាវហ្មងរៀនធ្វើតាមគេប៉ុណ្ណឹងមិនដឹងជាចេះធ្វើអត់ទេចាំមើលមកធ្វើខ្លួនឯងដល់វគ្គតួឯកចុងក្រោយរបស់យើងចេញមុខហើយគឺបង្គាមុននឹងដាក់ចូលសម្រាប់ទឹកអស់បើមិនចឹងទេគឺកើនទឹកឡើងហៀឆ្នាំងហើយពេលដាក់បង្គាចូលទៅតាមផ្លែតឆ្អិនហើយបង្គានោះគ្មានត្រូវការយូរដល់បង្គាសខ្លះដូចជាពណ៌ក្រហមឆ្អិនឆ្អៅតែម្ដងកូនសិស្សអត់មានបណ្ណាគេអាលាក់ស៊ីនឹងបង្គាទេមកទៅបើថាអាលាក់ស៊ីគឺបានលើគ្រូទាំងអស់តែម្ដងបង្គាចែកម្នាក់មួយម្នាក់ពីរទៅគ្នាយើងមានប៉ុណ្ណឹងនេះហើយគិតថាមួយឆ្នាំនឹងហូបអស់អត់បងប្អូនគ្នាប៉ុណ្ណឹងនេះហូបអស់អត់អស់មិនអន់តិចទៀតដឹងហើយសិតតែកម្ពុជាអ្នកហូបតាសិតតែពេញកម្លាំងហ្នឹងប៉ុណ្ណឹងកូនសិស្សខ្ញុំស៊ីផុយឥឡូវគឺដល់វគ្គភ្លក់ហើយតើរសជាតិស៊ុបនឹងគឺមានរសជាតិយ៉ាងណាទៅនេះជារបបរបស់ខ្ញុំរ៉េតឲ្យស្នាដៃធ្វើស៊ុបរបស់លោកគ្រូគីមី8 លើ 10ចុះដោយសារតែអត់មានគ្រឿងថែមអីចឹងបើមានគ្រឿងអីថែមតិចតួចដូចជាមានម្ទេសដាក់ឲ្យហឹលមានក្រូចឆ្មាដាក់ឲ្យជូរថែមទៀតអីគឺរឹតតែឆ្ងាញ់តែម្ដងតែទៅរកច្រូនម៉ាក់ច្រូនម៉ូតអីទេមិនស៊ុបទិញគេណាស៊ុបធ្វើគ្នាឯងសោះនឹងចិត្តតែទៀមទាច្រើនពេកហើយមានប៉ុណ្ណាហូបប៉ុណ្ណឹងទៅ